កាន់ទេបាទមានឈ្មោះការប្រកួតនៅក្នុងវាមិនជាន់ដូចជាថ្ងៃទី1បើតាមការសួរនាំទៅបាទនេះកំពុងតែមកពីរត់ដោយសវាយជាងគេជាងឯងបាទកាន់ទេបាទញើសហូកាខ្លាក់តែម្ដងបាទអញ្ចឹងបាទបុកបាទមកពីរត់មកពីអីផងហើយបាទត្រៀមខ្លួនការប្រកួតបាទនាថ្ងៃខាងមុខនេះនៅសង្វៀនមួយយ័ន្តដូចជាជាមួយនឹងកីឡាករបាទថៃផងយ៉ាងណាបាទកាន់ទេបាទនេះគឺការប្រកួតដំបូងដែលបាទលក្ខណៈបរទេសណាកាន់ទេធ្លាប់តែបាទប្រកួតបាទលក្ខណៈបាទខ្មែរបាទជាមួយកីឡាករខ្មែរប៉ុន្តែលើកនេះបាទកាន់ទេបាទជាមួយនឹងកីឡាករបរទេសហើយបាទកាន់ទេប្រាប់ខ្ញុំថាថ្ងៃទី1បាទថ្ងៃទី1បាទដល់គាត់ទៅដឹងហើយបាទថ្ងៃទី1ហើយគាត់ស៊ូវិជ្ជការថានេះក៏ខ្លាចគាត់និយាយខុសណាបាទអញ្ចឹងកាន់ទេបាទនឹងត្រៀមខ្លួនការប្រកួតហើយបាទលោកគ្រូភូមិសារាយបាទបុកបាទវឹកហាត់មែនទែនបាទប្រិមិត្តបាទនេះគ្រាន់តែជាវីដេអូដែលខ្ញុំដាក់រៀងលឿនបន្តិចដើម្បីឲ្យបាទបងប្អូនយើងទស្សនានេះបាទលោកគ្រូភូមិសារាយបាទឲ្យកាន់តែបុកហាត់បុកទាត់បាទឲ្យប្រើស្នៀតឲ្យអស់តែម្ដងដើម្បីបាទយកជ័យជំនះសម្រាប់ការប្រកួតបាទនាពេលខាងមុខអញ្ចឹងចាំមើលតើកាន់តែធ្វើបានល្អដល់កម្រិតណាបងប្អូនយើងមានតែរងចាំទស្សនាការប្រកួតរបស់កីឡាករដែលកំពុងហាត់នៅក្លឹបកណ្ដាលអន្តរជាតិ KKIS រូបនេះ